មន្ត្រីនៃសាលាខេត្តក្រចេះបាននិយាយថាខេត្តក្រចេះបានធ្វើជាម្ចាស់មណ្ឌលលើការប្រឡងសិល្បៈមហាជនអភិវឌ្ឍថ្នាក់ភូមិភាគដែលបានធ្វើឡើងមានរយៈពេល3ថ្ងៃជាប់គ្នាគិតចាប់ពីថ្ងៃទី7ដល់ថ្ងៃទី9ខែធ្នូឆ្នាំ2013នៅក្នុងសាលមហោស្រពរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះលោកអ៊ីវសុផានីបានដឹងថាមានខេត្តចំនួន4នៅតំបន់ភូមិភាគឦសានរួមមានខេត្តក្រចេះខេត្តមណ្ឌលគិរីខេត្តស្ទឹងត្រែងនិងខេត្តរតនគិរីដែលបានមកចូលរួមប្រឡងប្រណាំងសិល្បៈមហោស្រពមហាជនអភិវឌ្ឍថ្នាក់ភូមិភាគក្រោមការជួយឧបត្ថម្ភពីមូលនិធិអន្តរជាតិដើម្បីសិល្បៈវប្បធម៌នៃទីក្រុងតូក្យូប្រទេសជប៉ុននិងតាមរយៈស្ថានីយទូរទស្សន៍ក្នុងស្រុកផងដែរប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ទៀតថាមហោស្រពសិល្បៈមហាជនអភិវឌ្ឍភូមិភាគ4នៃមណ្ឌលខេត្តនេះគឺមានក្រុមសិល្បៈមហាជនមានចំនួន15ក្រុមដែលមានសិល្បករសិល្បការិនីមានចំនួន127នាក់ក្នុងនោះនារី45នាក់ហើយដើម្បីសម្រេចលើគោលដៅគឺក្រុមសិល្បៈមហាជនអភិវឌ្ឍនៃមន្ទីរវប្បធម៌ខេត្តចំនួន3ក្រុមក្នុងមួយខេត្តគឺតម្រូវឲ្យចូលរួមប្រឡងប្រណាំងសិល្បៈមហាជនអភិវឌ្ឍថ្នាក់ភូមិភាគនេះពេលនេះគឺមានរយៈពេល3ថ្ងៃដើម្បីជ្រើសរើសក្រុមសិល្បៈមហាជនបានចំនួន4ក្រុមក្នុងមួយភូមិភាគត្រូវជាមួយខេត្តនិងចំនួន1ក្រុមសម្រាប់យកទៅចូលរួមប្រកួតប្រជែងដណ្ដើមយកពានរង្វាន់ជ័យលាភីថ្នាក់ជាតិនៅពេលខាងមុខនេះផងដែរថ្លែងនៅក្នុងពិធីបើកមហោស្រពសិល្បៈមហាជនអភិវឌ្ឍថ្នាក់ភូមិភាគនៅមណ្ឌលខេត្តក្រចេះនេះឱកាសនោះឯកឧត្តមសចម្រុងអភិបាលនៃគណៈអភិបាលខេត្តក្រចេះបានមានប្រសាសន៍ថាមហោស្រពសិល្បៈមហាជនអភិវឌ្ឍថ្នាក់ភូមិភាគគឺបានឆ្លុះបញ្ចាំងពីការបង្កើតផលិតផលវប្បធម៌ថ្មីនៃស្នាដៃសិល្បៈមហាជនខ្មែរដែលជាវិភាគទានដ៏ឧត្តមសម្រាប់ការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីខ្មែរឯកឧត្តមអភិបាលខេត្តក្រចេះបានមានប្រសាសន៍ទៀតថាការរៀបចំឲ្យមានមហោស្រពសិល្បៈមហាជននេះឡើងគឺជាយុទ្ធនាការមួយដើម្បីអភិវឌ្ឍសិល្បៈមហាជនខ្មែរឲ្យក្លាយជាសិល្បៈមហាជនអភិវឌ្ឍពិតប្រាកដសម្រាប់ប្រមូលផ្ដុំចំណេះដឹងនិងបទពិសោធន៍រៀនសូត្រពីគ្នាទៅវិញទៅមកគឺជាសាលារៀនដ៏មានប្រសិទ្ធភាពមួយដល់ការលើកស្ទួយចំណេះដឹងបញ្ញាស្មារតីនិងឆន្ទៈមោះមុតក៏ដូចជាសមត្ថភាពយល់ដឹងនិងទេពកោសល្យរបស់មហាជននៅក្នុងការកសាងថែរក្សាការពារនិងការអភិវឌ្ឍវិស័យមហាជនខ្មែរឲ្យស្ថិតស្ថេរគង់វង្សរុងរឿងទៅអនាគតឯកឧត្តមសចម្រុងអភិបាលនៃគណៈអភិបាលខេត្តក្រចេះបានមានប្រសាសន៍បញ្ជាក់ទៀតថាក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបង្កើតឲ្យមានមហោស្រព